បាទជំរាបសួរប្រហរិញញាតិវងប្រិយមិត្តនៅក្នុងបណ្ដាញសង្គម Facebook ថ្ងៃនេះខ្ញុំបាទអ៊ីងសំអល់អ្នកនិពន្ធមានវិជាដោះប្រស្នាបានមកធ្វើដំណោះស្រាយប្រស្នានៅក្នុងសភៅចៅវាសនារាជាភាគ2អញ្ចឹងភាគ1ចប់ហើយប៉ុន្តែវានៅនឹងអកតេប៉ុន្តែអកតេហ្នឹងបានប្រែនៅភាគទី10មួយទៅហើយចឹងហើយអត់មានយកមកប្រែទៀតទេបើចង់បានដឹងពីអកតេមានន័យយ៉ាងម៉េចតើមើលភាគ10អញ្ចឹងនៅក្នុងភាគ2នេះមានប្រស្នារបស់លោកកៅផល្លាលោកកៅផល្លាជាសមាជិកសមាគមអ្នកនិពន្ធខ្មែរបានសរសេរវិញ្ញាសាដាក់ប្រស្នាឲ្យខ្ញុំបាទអ៊ីងសំអល់ដោះប្រស្នានេះមានន័យដូចតទៅរាកាប់ឈើ3រសាព្រៃ10ផឹកថ្នាំ5កញ្ចប់កាន់ដំណំ2សូមឆ្លងវាល3អន្លង់4វាល3អន្លង់4ហើយក៏សរសេរលេខបូកមួយទៀតអញ្ចឹងសូមឆ្លងវាល3អន្លង់4ហើយក៏មានថែមលេខបូកមួយទៀតអញ្ចឹងខ្ញុំប្រែទាំងអស់ទាំងសញ្ញាលេខបូកក៏ប្រែដំណោះស្រាយលើកពាក្យកាប់ឈើ3មកប្រែបានសេចក្តីថាកាប់ឈើមានឈ្មោះឈើចំនួន3ដើមយកមកធ្វើសសរផ្ទះទី1ឈើក្រំទី2ឈើផ្ចឹកទី3ឈើកកោះព្រោះតាមក្បួនខ្នាតអ្នកបុរាណចាស់ទុំតម្រូវឲ្យយកចំនួន3ឈ្មោះឈើធ្វើសសរផ្ទះនោះថ្ងៃអនាគតនឹងបានជ័យជំនះសេរីសួស្តីល្អមានទ្រព្យរបស់ល្អសង់ផ្ទះបានរឹងមាំមួនធន់ទ្រាំបានល្អនឹងយូរអង្វែងក្រៅពីការធ្វើសសរផ្ទះប្រភេទឈើក្រំឈើផ្ចឹកនិងកកោះអាចយកមកធ្វើក្តារក្រាលបានធ្វើគ្រោងទ្វារបង្អួចបាននិងធ្វើទ្វារបង្អួចបានល្អសមរម្យទៀតធ្វើផ្លានបង្កង់ដៃរណែងរបាបបានយ៉ាងមាំមួនទៀតផងឬក្រឡឹងឲ្យមូលល្អស្អាតចាក់ក្បាច់ធ្វើបង្កាន់ដៃជណ្ដើរឬរងដាបានយ៉ាងល្អបន្ថែមលាបពណ៌ដីលែងសលេចវាក់នេះឲ្យភ្លឺរលោងបានទៀតចំណែកក្តារជញ្ជាំងបន្ថែមឈើដួងចែមនីវដួងចែមក្តារបន្ទប់ដួងចែមពីដានដួងចែមជញ្ជាំងក្នុងដួងចែមពីដានផងក៏ល្អម្យ៉ាងដែរផ្នែកដំបូលតាមចំណង់ចំណូលលោកអ្នកម្ចាស់សំណង់ចង់ប្រក់ក្បឿងឬប្រូសំងឬដែកដំបូលសម័យថ្មីល្អស្អាតតាមមហរតីរបស់លោកម្ចាស់ផ្ទះលើកយកពាក្យរក្សាព្រៃ10មកប្រែមានន័យថាពាក្យរក្សាព្រៃ10ប្រែបំបែកចេញជា3គឺរក្សា1ព្រៃ1 10 1រក្សានេះមាននៅក្នុងន័យថែរក្សាអ្នកថែរក្សាព្រៃនេះមានន័យថាលោកម្ចាស់ព្រៃ10នោះមាននៅក្នុងន័យទស្សពិតឬពាក្យពិតទាំង10ឬការសម្ដែងវាចាឲ្យសុក្រិតឲ្យត្រឹមត្រូវត្រង់ថ្លៃថ្នូរល្អច្បាស់ពិតប្រកបប្រកបដោយអង្គទាំង10គឺសច្ចៈទៀងត្រង់ឬឲ្យប្រកាន់ចិត្តជាអ្នកត្រង់អ្នកកាន់សិល10ប្រែផ្គុំពាក្យមានន័យទាំង3ទៅបានសេចក្តីថាពេលលោកអ្នកម្ចាស់ផ្ទះឬអាគារគេហដ្ឋានសំណង់លំនៅឋានថ្មីបានសម្រេចហើយតម្រូវឲ្យលោកម្ចាស់ទាំងពីរគឺភរិយាស្វាមីបោសសម្អាតឲ្យបានស្អាតក្រោយពេលជាងសង់ផ្ទះលំនៅឋានរបស់លោកម្ចាស់រួចរាល់សពគ្រប់អស់ហើយឲ្យលោកដកដៃគោលសំណង់ពីផ្ទះជាងផ្ទះសង់ផ្ទះបានហើយតែងតែនៅមានដៃគោលខ្លះដែលជាងសង់ផ្ទះមិនបានដកព្រោះនៅក្នុងន័យរបស់ប្រសាឃើញមានសញ្ញាលេខបូក
ដូចនេះតែមានសញ្ញាលេខបូកហើយត្រូវតែមានសញ្ញាលេខដកហើយខ្ញុំបាទអ្នកដកប្រស្នាពិនិត្យមើលទៅឃើញថាដកឬដកដៃគោលចេញឲ្យអស់ជាដៃគោលសំណល់ផ្សេងហើយលោកម្ចាស់ផ្ទះត្រូវរៀបចំរំដាប់សក្ការៈអ្នកថែរក្សាផ្ទះមានជំនាញផ្ទះទេវតាព្រះភូមិគ្រូបាជ័យអាសនៈព្រះអង្គធំព្រមទាំងតៅកងម៉ាកងឡៅអៀផងព្រោះសម័យនេះតែងតែមានជាប់ខ្សែស្រឡាយចិនស្រឡាយខ្មែរអ្នកថែរក្សាផ្ទះសម្បែងអ្នកជួយឲ្យបានចម្រើនរកស៊ីមានបានឲ្យបានសេចក្តីសុខគ្រប់ទិវារាត្រីកុំបីក្លៀងក្លៀនចំណែកលោកម្ចាស់ព្រៃម្ចាស់ដើមឈើតម្រូវឲ្យធ្វើបុណ្យសូត្រមន្តឡើងផ្ទះដោយមានរៀបចំកម្មវិធីសម័យថ្មីមានតន្ត្រីច្រៀងរាំកំសាន្តនិងពិសាភោជនាហារទទួលភ្ញៀវអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីឡើងផ្ទះផងកិច្ចការរៀបចំឡើងផ្ទះលោកអាចារ្យព្រះពុទ្ធសាសនាជាអ្នកយល់ដឹងពីរបៀបធ្វើពិធីសូត្រមន្តរំងាប់ឈើព្រៃឈើភ្នំសុំសេចក្តីសុខតាមរបៀបប្រពៃណីខ្មែរផឹកថ្នាំ5កញ្ចប់ប្រែសេចក្តីមានន័យថាឲ្យពិសាថ្នាំរក្សាសុខភាពការពារជំងឺដង្កាត់ផ្សេងក្រែងមានជំងឺតែសម័យបច្ចុប្បន្ននេះមានថ្នាំឱសថពេទ្យល្អណាស់លោកម្ចាស់អ្នកត្រង់យល់ច្បាស់នៅវិជ្ជាពេទ្យនិងវិជ្ជាព្យាបាលបានយ៉ាងល្អមិនមានលំបាកទេពីការថែរក្សាសុខភាពកាន់ដំណំពីរប្រែសេចក្តីមានន័យថាដំណំឲ្យប្រកាន់ភ្ជាប់ក្រមសីលធម៌ប្រកាន់ភ្ជាប់ច្បាប់វិន័យធម៌អ្វីខុសអ្វីត្រូវអ្វីគុណអ្វីទោសត្រូវយល់ដឹងឲ្យបានច្បាស់ផ្នែកចំណីអាហារឲ្យពិសាផ្លែឈើណាដែលមានសម្បកល្អឬជៀសវាងម្ហូបចំណីអាហារក្នុងដំណំអ្នកត្រង់តមចំណីអាហារច្រើនណាស់ដូចជាមិនពិសាត្រីគ្មានសកាមិនពិសាទំពាំងឫស្សីក្រអៅឈូកម្នាស់ផ្លែត្របែកត្រួយម្រះព្រៅលាក់សូមឆ្លងវាល3អន្លង់4ប្រើបំបែកពាក្យគឺសូម1ឆ្លង1វាល1 3 1អន្លង់4 1លើកយកវាលមកប្រែមុនវាលគឺវាលវត្តសង្សារប្រែសេចក្តីមានន័យថាគូសង្សារឬប្តីប្រពន្ធឬស្វាមីភរិយាឬព្រះស្វាមីព្រះមហាទេវីជាគូឬជាប្តីប្រពន្ធប្តីមួយប្រពន្ធពីរឬអ្នកទាំងពីរឬអ្នកទាំង3ស្មោះស្ម័គ្រមេត្រីបែតៃបានគ្នាជាគូរួមរស់បានសុខល្អនឹងគ្នាដល់អវសានសូនសង្ខាររៀងខ្លួនតែក្រោយមកអ្នកទាំងពីរឬអ្នកទាំង3មានជាតិកំណត់ថ្មីមានឪពុកម្ដាយដតីរៀងខ្លួនរូបឋានលោកអ្នកពុំបានដឹងជាតិកំណើតពីជាតិមុនតែជាអ្វីទេឬភ្លេចជាតិកំណើតសូនឆឹងមិនដឹងថាជាតិមុនអ្នកនៅឯណាហើយឈ្មោះអ្វីនោះមិនបានដឹងទេបើចង់ដឹងនឹងដឹងបានមានតែព្រះធម៌ព្រះសម្មាសម្ពុទ្ធពុទ្ធពធព្រះសង្ឃព្រះរតនត្រ័យព្រះត្រៃសនគមទេជួយឲ្យឃើញជាតិកំណើតរបស់លោកអ្នកជួយឲ្យរកឃើញជាតិកំណើតគូសង្សាររបស់លោកអ្នកឬជួយឲ្យរកឃើញប្រវត្តិដើមកំណើតគូសង្សាររបស់អ្នកទាំងពីរឬអ្នកទាំង3បានតែលោកអ្នកលុះតាតែបំពេញបុណ្យ3ប្រការនិងយកវត្តប្រតិបត្តិតាមកលងធម៌របស់ព្រះសម្មាសម្ពុទ្ធគឺទានសិលភាវនាឬសមាធិឲ្យបានសម្រេចនោះលោកអ្នកនឹងបានជួបបានដឹងបានឃើញគូសង្សាររបស់លោកអ្នកជាពិតប្រាកដ3ប្រែសេចក្តីមានន័យថា3ដកឬទឹកដកឬទឹកប្រធរដកឬទឹកប្រធរប្រុសឬប្រធរប្រុសពន្លឺប្រធរព្រះសម្មាសម្ពុទ្ធព្រះនាមពុទ្ធោប្រែថាត្រាស់ដឹងប្រធរព្រះរតនត្រ័យព្រះត្រៃសនគមបានសេចក្តីថាបើលោកម្ចាស់អង្គណាមានភ័ព្វវាសនាមានអានិសង្សបុណ្យមានបរមត្តបារមីឧបបារមីបុណ្យដ៏ខ្ពង់ខ្ពស់ទទួលបាន
បន្លឺប្រធមប្រនាមពុទ្ធោនោះហើយលោកម្ចាស់នោះប្រៀបឧបមាបានដូចបាននៅគម្ពីរព្រះរតនត្រ័យព្រះត្រៃសណគមទុកក្នុងរូបដ្ឋានរបស់លោកម្ចាស់នោះតែម្ដងដែរហើយទៅថ្ងៃក្រោយលោកម្ចាស់មានជំនឿទៅលើគម្ពីរព្រះរតនត្រ័យព្រះត្រៃសណគមព្រះពុទ្ធជាពុទ្ធបរិស័ទដឹងថាមានលោកម្ចាស់មានគម្ពីរព្រះរតនត្រ័យឬព្រះត្រៃបិដកឬមានព្រះធម៌ច្បាស់ពិតប្រាកដលោកអ្នកជាពុទ្ធបរិស័ទនឹងដង្ហែលោកម្ចាស់ព្រះអរិយមគ្គគោរពបូជាមិនខានអន្លង់4ប្រើសេចក្តីមានថាអន្លង់កៅវតីឬអន្លង់ស្នេហ៍កល្យាណីស្រីល្អស្អាតទាំង4បានសេចក្តីថាប្រៀបឧបមាបានទៅនឹងរឿងព្រេងជាតកនៅក្នុងរឿងសពសិទ្ធត្រង់វគ្គបរោះទាំង4នាក់ធ្វើដំណើររកប្រពន្ធឲ្យបានគ្រប់គ្នាម្នាក់ឲ្យបានមួយហើយគប់ជួនមាននារី4នាក់ធ្វើដំណើររកប្តីដែរក្រោយមកបានជួបគ្នាបានសុំសេចក្តីស្នេហាពីស្រស់កញ្ញាសុំបានធ្វើជាគូសង្សារគូក្រុងទៅថ្ងៃអនាគតពិតប្រាកដតែស្រស់ស្រីធីតាបានណាត់ឲ្យគូសង្សាររៀងខ្លួនទៅរកនៅជួបនៅលំនៅឋានកល្យានមានវីរៀងខ្លួននាងទី1ឲ្យទៅជួបចរចានៅលំនៅឋាននៅផ្សារនាងទី2យកម្រាមដៃចង្អុលថ្មិញនាងទី3លើកសញ្ញាបង្ហាញម្រាម5នាងទី4យកសក់គ្រប់មុខហើយលាបរោះទាំង4ទៅចំណែកបរោះទាំង4មានចិត្តសប្បាយពន់ពេកលុះដល់ពេលវេលាសន្យាណាត់ជួបមកដល់ហើយអ្នកទាំង4ដើររកគូសង្សារនៅលំនៅឋានរបស់នាងមិនឃើញសោះធ្វើដំណើរទៅមកតាមផ្លូវចិត្តរបស់តាមផ្លូវធ្វើដំណើរទៅមកតាមផ្លូវចិត្តបរោះម្នាក់អ្នកមានវិជ្ជាដ៏ប្រស្នានឹងមានការចេះដឹងបានមកពីការសិក្សាអប់រំវិជ្ជាបានច្រើនតែបរោះម្នាក់នោះកំពុងមានរឿងហេតុមានគ្រោះថ្នាក់មានទុក្ខធ្ងន់អាសន្នភ័យរាជការពិន័យចាប់ចងដាក់ច្រវាក់ជាប់ទៅនឹងដើមឈើឆ្កាងឈរនៅជាយព្រៃបរោះអ្នកទោសឃើញបរោះអ្នកកំឡោះក្មេងធ្វើដំណើរទៅមកច្រើនដងហើយនឹកឆ្ងល់ថាអ្នកទាំង4នេះរកអ្វីមិនឃើញហើយបានជាធ្វើដំណើរទៅមកអស់រយៈពេលយូរហើយទើបអ្នកទោសអ្នកចេះអ្នកមានប្រាជ្ញាមានវិចារសួរថាលោកអ្នកដើរលោកទាំង4លោកធ្វើដំណើរទៅណារកអ្វីរកមិនឃើញមែនទេភ្លាមនោះអ្នកកំឡោះទាំង4នឹកក្នុងចិត្តថាអ្នកទោសនេះមានវិចារសួរត្រង់ចំចំណុចនិងសុភាពដូចជាមានការសិក្សាអប់រំវិជ្ជាមានការចេះដឹងល្អណាស់ទើបអ្នកទាំង4អ្នកកំឡោះមានវិចារត្រង់ស្មោះជម្រាបអ្នកទោសរបស់រាជការថារូបខ្ញុំទាំង4អ្នកមានគូសង្សាររៀងខ្លួនតែរូបខ្ញុំធ្វើដំណើរតាមរកផ្ទះអ្នកគូសង្សាររបស់ខ្ញុំគ្រប់គ្នាមិនឃើញសោះដើររកអស់ចិត្តទៅហើយនៅតែរកមិនឃើញហើយគូសង្សារខ្ញុំប្រាប់ថាឲ្យទៅរកនាងនៅផ្សារនៅជើងថ្មិញនៅបាត់ដៃម្រាម5នៅសក់គ្រប់មុខមិនដឹងថាមានន័យអ្វីឬដូចម្ដេចទេយើងទាំងអស់គ្នាស្រឡាញ់គ្នាណាស់គ្រាន់តែថាសង្សារមានវិចារប្រាប់លំនៅឋានមិនច្បាស់បានជាយើងដើររកមិនទាន់ឃើញក្រោយពេលបានស្ដាប់វាចាអ្នកកំឡោះបរោះវ័យក្មេងចប់សពគ្រប់ហើយអ្នកទោសតំណាងឲ្យអ្នកចេះអ្នកមានវិជ្ជាមានញាណមានប្រាជ្ញាយល់ដឹងកាត់ដឹងនៅសេចក្តីផ្ដើមធ្វើអត្ថាធិប្បាយពន្យល់ដល់អ្នកកំឡោះទាំង4ថាទី1គូសង្សារអ្នកមានវិចារថាទៅរកផ្ទះឬលំនៅឋានរបស់នាងនៅផ្សារតែរូបខ្ញុំយល់ថានៅម្ដុំនេះឬនៅចិត្តនេះគ្មានផ្សារទេបើមានមនុស្សមានអ្នកលក់និងអ្នកទិញច្រើនហើយអ៊ូអរតែមានអត្តន័យវិចាររបស់នាងឲ្យ
ដាក់ជាប្រស្នាមកទេត្រង់នេះខ្ញុំកាត់យល់ថានៅផ្ទះនាងឬទឹកដីលំនៅឋានរបស់នាងមានដើមឈើធំហើយមានសត្វចាបទុំតោងធ្វើសម្បុកច្រើននៅពេលព្រឹកឬពេលថ្ងៃទើបធ្វើដំណើរសម្លឹងមើលឃើញនិងស្ដាប់ឮសំឡេងចាបយំខ្ញើខ្ញាបើទៅរកពេលយប់ងងឹតមើលមិនឃើញស្ដាប់មិនឮសំឡេងសត្វចាប់យំរកមិនឃើញទេបើរកទាំងយប់ឲ្យឃើញបានមានតែធ្វើដំណើរទៅដល់ភូមិសាក់សួរគេអ្នកស្រុកសួររកឈ្មោះនាងហើយនៅម្ដុំនេះមានសត្វចាប់ធ្វើសម្បុកនៅដើមឈើទេហើយមានស្រីម្នាក់មានវងភ័ក្រដូចរូបរាងដូចនេះទេសួរគេទៅគេស្គាល់គេឆ្លើយប្រាប់នោះអ្នកនឹងរកឃើញជាមិនខានពេលអ្នកទោសរាជការមានវិចារចប់អ្នកកំឡោះបរោះទី1ត្រេកអរណាស់អរគុណណាស់ហើយសូមលាអ្នកមានគុណបានបញ្យល់បំភ្លឺឲ្យបានយល់ដឹងច្បាស់និងមានសង្ឃឹមថារកឃើញផ្ទះឬលំនៅឋានគូសង្សាររបស់គេហើយអ្នកកំឡោះសូមលាអ្នកទោសធ្វើដំណើរទៅទី2គូសង្សារអ្នកមានវិចារយកចង្អុលហត្ថាចង្អុលទៅថ្មិញបើតាមការកាត់យល់របស់ខ្ញុំឃើញថាគូសង្សាររបស់អ្នកកំឡោះមានដាក់សញ្ញារបស់មួយនៅមុខផ្ទះមានតាក់ទងនឹងដើមថ្មិញត្រីឬឈ្នាងជញ្ជាត់ត្រីព្រោះមុខឈ្នាងធ្វើអំពីដើមថ្មិញត្រីឬនាងដាក់ដើមថ្មិញត្រីជាសញ្ញាឲ្យឃើញនៅមុខផ្ទះដូច្នេះសញ្ញានេះអ្នកកំឡោះត្រូវទៅរកមើលនៅពេលថ្ងៃហើយភ្នែករំពៃមើលឲ្យរហ័សមើលឲ្យបានសពគ្រប់ទិសទីដែលបានទៅដល់នោះអ្នកនឹងបានឃើញសញ្ញាឬឃើញរូបនាងផ្ទាល់នៅរងចាំអ្នកកំឡោះជាគូសង្សារបើទៅពេលយប់ឲ្យមានចង្គៀងឬពិលសម្រាប់ឆ្លុះបញ្ចាំងបំភ្លឺទើបងាយស្រួលក្នុងការរកផ្ទះឬទីកន្លែងលំនៅឋានរបស់នាងឲ្យឃើញបាននឹងឃើញឆាប់កុំឲ្យយប់ជ្រៅពេកក្រែងនាងមិននៅរងចាំអ្នកកំឡោះយូរមិននៅរងចាំអ្នកកំឡោះយូរព្រោះនាងងងុយតើអ្នកកំឡោះយល់ដូចម្ដេចដែរអ្នកកំឡោះមានវិចារដោយសភាពនិងគោរពត្រេកអរជាពន្លឹកព្រមដោយវិចារអរគុណហើយសូមលាអ្នកទោសតំណាងឲ្យអ្នកចេះប្រញាប់ទៅរកគូសង្សារទី3គូសង្សាររបស់អ្នកមានវិចារលើកហត្ថថាបង្ហាញម្រាម5បើតាមខ្ញុំកាត់យល់ថានៅពីមុខផ្ទះរបស់នាងមានដើមបាតដៃខ្លាជារបងនិងដុះជាច្រើនដូចម្រាមដៃបើទៅរកពេលថ្ងៃរកបានឃើញឆាប់ប្រញាប់ឲ្យបានមុនពេលដាំបាយនាងនៅរងចាំមុខផ្ទះបើទៅចំពេលនាងដាំបាយប្រយ័ត្នលំបាករកឬលំបាកសួររកតែប៉ុណ្ណឹងទេបើទៅរកពេលយប់ឲ្យមានពលឺភ្លើងកាន់ឬពិលសម្រាប់ឆ្លុះបញ្ចាំងទើបងាយស្រួលរកឬសាកសួរអ្នកស្រុកថានៅផ្ទះមួយណាមានដើមដៃខ្លាជារបងសាកសួរអ្នកស្រុកផងទៅក្រែងរកឃើញឆាប់ប្រញាប់កុំឲ្យយប់ជ្រៅពេកក្រែងនាងងងុយដោយខ្ញុំមានវិចារដូច្នេះតើអ្នកកំឡោះយល់ដូចម្ដេចដែរអ្នកកំឡោះទី3ពេញចិត្តពេញហរតីត្រេកអរសប្បាយចំពោះអត្ថាធិប្បាយកាត់យល់ទំនងត្រឹមត្រូវសមតាមវិចារអ្នកទោសរបស់រាជការនេះមែនទើបថ្លែងវិចារអរគុណនិងសូមលាអ្នកមានគុណធ្វើដំណើរទៅរកគូសង្សាររបស់គេដោយក្តីរីករាយទី4គូសង្សាររបស់អ្នកមានវិចារតែយកហត្ថាយកសក់គ្រប់មុខត្រង់នឹងខ្ញុំកាត់យល់ថានៅមុខផ្ទះរបស់នាងមានដើមឈើឬដុះតាមមេឃធ្លាក់សំយ៉ុងប្រៀបឧបមាបានមនុស្សស្រីសក់រំសាយក្របស្មាដើមឈើនោះមានឈ្មោះថាដើមជ្រៃក្រឹមឬដើមពួយជ្រៃឬនៅផ្ទះនាងមានកៃដំបាញ
ឬដើម្បីcâyដំបានក្រមាឬសរងសូត្រផងនាងនៅរងចាំអ្នកកំឡោះនៅក្រោមផ្ទះនិងនាងអង្គុយដំបានផងបើទៅពេលថ្ងៃត្រូវសម្លឹងមើលផ្ទះណាមានដំបានឬអ្នកកំឡោះចូលសួររកមើលទៅបើទៅពេលយប់នាងនៅរងចាំក្រោមដើមឈើដើមជ្រៃជាសញ្ញាហើយអ្នកមានពលឺភ្លើងឬពិលសម្រាប់បំភ្លឺមើលផងអ្នកកំឡោះធ្វើដំណើរទៅចុះនឹងឲ្យបានឆាប់កុំឲ្យយូរក្រែងនាងងងុយបាទសូមបញ្ចប់ឃ្លីបនេះតែប៉ុណ្ណេះចុះព្រោះដល់នាទីហើយសូមរងចាំឃ្លីបតាមក្រោយទៀត